វាប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធធម្មពលអ៊ីរ៉ង់នឹងនាំឲ្យមានការសងសឹកខ្លាំងជាងមុនសង្គ្រាមនៅមជ្ឈមបូព៌ាបានអូសបន្លាយជិត3សប្តាហ៍មកនេះបានឈានចូលដល់ដំណាក់កាលថ្មីមួយដែលគួរឲ្យភ័យខ្លាចបំផុតកាលពីថ្ងៃប្រហោះទី19មីនាឆ្នាំ2026កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍អាសន្នមួយដោយព្រមានថាពិភពលោកនឹងត្រូវប្រឈមមុខនឹងផលវិបាកដែលមិនអាចស្មានដល់ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់ខ្លួននៅតែបន្តរងការវាយប្រហារការព្រមាននេះធ្វើឡើងបន្ទាប់ពីមានការវាយបកយ៉ាងសាហាវពីសំណាក់អ៊ីរ៉ង់ទៅលើមជ្ឈមណ្ឌលធម្មពលសំខាន់ៗក្នុងតំបន់ដែលជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើរោងចក្រឧស្ម័នរបស់អ៊ីរ៉ង់កាលពីពេលថ្មីៗនេះលោកអាប់រ៉ាហាំស៊ូលហ្វាហ្គារីអ្នកនាំពាក្យដ៏មានឥទ្ធិពលនៃមូលដ្ឋានទ័ពខាត់ថាំអាល់អាន់វីដែលជាមជ្ឈមណ្ឌលបញ្ជាការការពារអាកាសដ៏សំខាន់របស់អ៊ីរ៉ង់បានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ជាតិជាមួយនឹងសម្ដីធ្ងន់ធ្ងរលោកបានបញ្ជាក់ថាប្រតិបត្តិការសងសឹករបស់អ៊ីរ៉ង់បានចាប់ផ្ដើមរួចទៅហើយវានៅមិនបញ្ឈប់ឡើយដរាបណាផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅក្នុងតំបន់នៅតែបន្តគម្រាមកំហែងដល់សន្តិសុខជាតិអ៊ីរ៉ង់លោកស៊ូលហ្វាហ្គារីបានសង្កត់ធ្ងន់ថារាល់មីស៊ីលដែលបាញ់មកលើដីអ៊ីរ៉ង់នឹងត្រូវតបស្នងវិញដោយការបំផ្លាញមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់សត្រូវរាប់សិបដងយើងបានបង្ហាញឲ្យឃើញហើយថាគ្មានកន្លែងណាមួយក្នុងតំបន់ឈូងសមុទ្រដែលមានសុវត្ថិភាពសម្រាប់អ្នកដែលចង់បំផ្លាញយើងនោះទេចំពោះសង្គ្រាមសប្តាហ៍ទី3នេះបានប្រែក្លាយតំបន់មជ្ឈមបូព៌ាឲ្យទៅជាសមរភូមិធម្មពលការវាយប្រហារដោយមីស៊ីលនិងយានដ្រូនអត្តឃាតរបស់អ៊ីរ៉ង់បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ចំណុចយុទ្ធសាស្ត្រមួយចំនួនដូចជានៅប្រទេសកាតារោងចក្រឧស្ម័នធម្មជាតិដ៏ធំបំផុតមួយរបស់ពិភពលោកបានរងការវាយប្រហារចំគោលដៅបណ្ដាលឲ្យមានការផ្ទុះនិងអគ្គិភ័យយ៉ាងសន្ធោសន្ធៅនេះគឺជាការវាយប្រហារដ៏រន្ធត់បំផុតព្រោះកាតាគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏សំខាន់ដល់អឺរ៉ុបនិងអាស៊ីនៅអារ៉ាប៊ីសាអូឌីនរោងចក្រចម្រាញ់ប្រេងសំខាន់ៗត្រូវបានផ្អាកដំណើរការបន្ទាប់ពីដ្រូនអ៊ីរ៉ង់បានទម្លុះប្រព័ន្ធការពារអាកាសនិងវាយប្រហារចំអាងស្តុកប្រេងនៅអារ៉ាប់រួមរដ្ឋាភិបាលត្រូវបានបង្ខំឲ្យបិទរោងចក្រឧស្ម័នរបស់ខ្លួនជាបណ្ដោះអាសន្នដើម្បីបង្ការគ្រោះថ្នាក់ខណៈដែលមីស៊ីលបានធ្លាក់ក្បែរតំបន់ឧស្សាហកម្មចំណែកឯនៅគុយវេនរោងចក្រចម្រាញ់ប្រេងចំនួន2កន្លែងទៀតក៏បានក្លាយជាគោលដៅនៃការវាយប្រហារដែលធ្វើឲ្យខ្សែចង្វាក់ផលិតកម្មប្រេងក្នុងតំបន់ស្ទើរតែគៀងដំណើរការទាំងស្រុងភ្លាមបន្ទាប់ពីព័ត៌មាននៃការវាយប្រហារបានផ្សព្វផ្សាយចលនាបានកើតឡើងនៅក្នុងទីផ្សារពហុននិងទីផ្សារធម្មពលពិភពលោកដូចជាតម្លៃឧស្ម័ននៅអឺរ៉ុបបានហក់ឡើងខ្ពស់ដល់ 25% ក្នុងរយៈពេលត្រឹមតែ24ម៉ោងអឺរ៉ុបដែលកំពុងស្ថិតក្នុងវិបត្តិធម្មពលស្រាប់កំពុងប្រឈមនឹងការខ្វះខាតឧស្ម័នសម្រាប់កម្ដៅនិងឧស្សាហកម្មនិងចំពោះតម្លៃប្រេងពិភពលោកបានកើនឡើង 10% ភ្លាមដែលបង្កឲ្យមានក្តីបារម្ភពីអតិផរណាសកលអ្នកវិភាគសេដ្ឋកិច្ចព្រមានថាប្រសិនបើសង្គ្រាមនេះនៅតែបន្តតម្លៃប្រេងអាចនឹងឈានដល់កម្រិតដែលពិភពលោកមិនធ្លាប់ជួបប្រទះក្នុងរយៈពេលរាប់ទសវត្សរ៍ចំណុចដែលគួរឲ្យបារម្ភបំផុតនៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Zul Fangari គឺជាការទទួលស្គាល់ថាអ៊ីរ៉ង់បានកំណត់គោលដៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រការប្រើប្រាស់មីស៊ីលប៉ាឡេស្ទិកវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកគឺជាការប្រកាសសង្គ្រាមដោយត្រង់ដែលធ្វើឲ្យលទ្ធភាពនៃការចរចាការទូតកាន់តែរលាយសាបសូន្យសហរដ្ឋអាមេរិកឥឡូវនេះស្ថិតនៅក្នុងស្ថានភាពបង្ខំចិត្តត្រូវតែវាយបកវិញដើម្បីការពារកងទ័ពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនដែលនេះនឹងរុញច្រានឲ្យមានការបញ្ជូនទ័ពរាប់ពាន់អ្នកបន្ថែមទៀតដោយដែលរដ្ឋបាលលោកត្រាំកំពុងពិចារណាតាមរយៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធធម្មពលអ៊ីរ៉ង់កំពុងប្រើប្រាស់យុទ្ធសាស្ត្ររួមរស់ឬស្លាប់ជាមួយគ្នាអ៊ីរ៉ង់ដឹងថាខ្លួនមិនអាចឈ្នះសង្គ្រាមសព្វាវុធពេញទំហឹងជាមួយអាមេរិកនិងសម្ព័ន្ធមិត្តបានឡើយប៉ុន្តែអ៊ីរ៉ង់មានសមត្ថភាពបង្កការឈឺចាំសេដ្ឋកិច្ចដល់ពិភពលោកទាំងមូលចំពោះគោលបំណងរបស់ទីក្រុងតេហ៍រ៉ង់គឺ1បង្ខំឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារ2បង្ហាញថាប្រសិនបើអ៊ីរ៉ង់មិនអាចលក់ប្រេងនិងឧស្ម័នបាននោះគ្មានប្រទេសណាមួយក្នុងតំបន់អាចធ្វើបានដូចគ្នាឡើយនិងទី3បង្កើនតម្លៃនយោបាយសម្រាប់សហរដ្ឋអាមេរិកក្នុងការបន្តស្នាក់នៅក្នុងតំបន់ឈូងសមុទ្រចំពោះស្ថានភាពនៅថ្ងៃទី19មីនាឆ្នាំ2026កន្លងទៅនេះគឺជាសញ្ញាអាសន្នសម្រាប់សន្តិសុខធម្មពលសកលការវាយប្រហារលើរោងចក្រឧស្ម័ននៅកាតានិងរោងចក្រចម្រាញ់ប្រេងនៅអារ៉ាប៊ីសាអូឌីនមិនមែនគ្រាន់តែជាបញ្ហាក្នុងតំបន់មជ្ឈមបូព៌ាប៉ុណ្ណោះទេប៉ុន្តែវាគឺជាការវាយប្រហារលើស្ថិរភាពសេដ្ឋកិច្ចពិភពលោកប្រសិនបើការសងសឹកនៅតែបន្តកើតមានក្នុងកម្រិតកាន់តែខ្លាំងជាងមុនដោយដែលយោធាអ៊ីរ៉ង់បានព្រមានពិភពលោកអាចនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធំមួយដែលបង្កឡើងដោយសង្គ្រាមធម្មពល